ទី6នេះធ្វើឲ្យយើងទទួលអំណរនៅរ៉ូមចំពុក8ខ37ដល់ខ39ដោយឲ្យយើងមើលឃើញថាគឺនៅក្នុងសេចក្តីទាំងនោះយើងរាល់គ្នាមានជ័យជំនះដ៏លើសលប់ដោយសារព្រះអង្គដែលទ្រង់ស្រឡាញ់យើងត្បិតយើងខ្ញុំជឿថាទោះស្លាប់ឬរស់ពួកទេវតាឬពួកអំណាចអ្វីការអ្វីនៅជាន់នេះទៅមុខឬអត្តរិទ្ធអ្វីទីមានកម្ពស់ទីជម្រៅឬរបស់អ្វីដែលកើតមកឯទៀតក្តីនោះពុំអាចនឹងពង្រត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវជាព្រះអង្គម្ចាស់នៃយើងរាល់គ្នាទៅបានឡើយដោយសារសេចក្តីសង្គ្រោះដ៏អស្ចារ្យរបស់ផងព្រះអង្គមិនអាចពង្រត់យើងចេញពីព្រះអង្គបានឡើយពីព្រោះព្រះអង្គមានព្រះハតីនិងបំណងព្រះハតីដ៏ធំធេងសម្រាប់យើងរួចហើយទាំងឲ្យយើងអំណរមួយថ្ងៃជាភាពបរិបូរណ៍រាល់ទាំងបណ្ដាព្រះគុណរបស់ផងព្រះអង្គនេះគឺជាព្រះគ្រីស្ទនៅក្នុងឋានៈជាអ្នករំដោះនិងធ្វើឲ្យយើងមានជ័យជំនះដ៏លើសលប់នៅក្នុងការដំណើរជីវិតនេះសរុបនៅថ្ងៃទី6ឲ្យយើងទទួលអំណរព្រះអង្គជាព្រះដែលស្រឡាញ់យើងហើយព្រះអង្គផ្ដល់ព្រះគុណរាល់បណ្ដាព្រះគុណរបស់ផងព្រះអង្គការទុក្ខលំបាកសេចក្តីវេទនាការបៀតបៀនការអត់ឃ្លានអាក្រាតអន្តរាយដាវនឹងមិនអាចពង្រត់យើងចេញពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទបានឡើយនេះគឺនៅក្នុងរ៉ូមចំពុក8ខ35ទាំងឲ្យយើងទទួលបានការមើលឃើញអំពីសេចក្តីសង្គ្រោះដែលជាសេចក្តីសង្គ្រោះរបស់ព្រះជាម្ចាស់ទ្រង់ផ្ទាល់តែព្រះគ្រីស្ទប្រែសភាពនៅក្នុងការដំណើរជីវិតជាមនុស្សព្រះរបស់ផងព្រះអង្គទើបធ្វើឲ្យព្រះគុណនិងសេចក្តីសង្គ្រោះរបស់ផងព្រះអង្គតាមរំកិតនិងប្រទានយើងឈ្នះហើយឈ្នះទៀតរហូតដល់យើងបានទទួលបានមកុដនៃជីវិតសរសើរដំណើរដល់ព្រះអង្គ